នេះគឺជាកូនក្អុកដែលវាដែលយើងប្រកាសនៅថ្ងៃទី26បងប្អូនថ្ងៃទី26យើងប្រកាសខែ5ឥឡូវថ្ងៃទី2ខែ6អញ្ចឹងវាដាច់ថ្ងៃទី31អញ្ចឹងវាអាចថាបានចូល10ថ្ងៃឯងពួកយើងប្រកាសថ្ងៃទី26ថ្ងៃទី27វាធ្លាក់ពងហើយតើតាចុងម៉ោងនៃថ្ងៃទី27ហ្នឹងបានវាញាស់ស្រស់អញ្ចឹងឬក៏ថ្ងៃទី28បានវាញាស់ស្រស់ហើយនេះគឺវាញាស់អស់ហើយស៊ីសំណក់ពងអស់ហើយវាបានចូល4-5ថ្ងៃហើយតែយើងដឹងលទ្ធផលមិនទេតែយើងបានទិញអាថ្នាំការពារជំងឺនឹងព្យាបាលជំងឺឲ្យវាដោយសារតែឆ្នាំនេះប្រកាសទៅវាអត់សូវកាក់កបសម្រាប់ខ្ញុំណាទៅចាប់ផ្ដើមអញ្ចឹងវាអត់សូវកាក់កបកាលឆ្នាំទៅយើងប្រកាសជប់ជាបាន2ដងដោយសារយើងប្រកាសចុងរដូវហើយនេះយើងដាក់ដូចជា25គូចឹងហើយអានេះវាញាស់អត់អស់ដោយសារតែវាបញ្ហាតិចតួចផងហើយយើងប្រើទឹកប៊ីយើងអត់ប្រើទឹកដងដោយសារនៅនេះដងបូមថែភាសាមែនតែវាបញ្ហាដងហើយបញ្ហាម៉ាស៊ីនអញ្ចឹងបូមអត់ចេះយើងប្រើទឹកប៊ីហ្មងទៅវាស្រួលបូមដោយសារយើងអត់មានប្រើម៉ូទ័រឬក៏ភ្លើងរត់អីទេគឺយើងប្រើម៉ាស៊ីនសាំងចឹងចេះតែព្យាយាមតែមិនដឹងថាព្យាយាមដល់ទីប៉ុន្មានទៀតទេចឹងសម្រាប់បងប្អូនថ្មីបើសិនជាត្រូវការមេពូជសាកយកទៅបង្កាត់អីអាចតំណែងបងប្អូនបានមានលក់ដោយសារបងប្អូនមានលក់មេពូជហើយនឹងបាពូជហើយកូនកែបហើយនឹងកែបសាច់ក៏មានដែរតែយើងមានលក្ខណៈថាតិចតួចវាអត់ច្រើនដូចកឋានធំៗដោយសារយើងទៅចាប់ផ្ដើមយើងកំពុងតែព្យាយាមពង្រីកខ្លួនតាមលទ្ធភាពដែលយើងអាចសំលុយបានណាយើងធ្វើវាតិចទៅពួកឯការចាំកែបយើងត្រូវការដើមទុនដែរអ្នកខ្លះថាត្រូវការដើមទុនតែខ្ញុំត្រូវការដើមទុនព្រោះវាស៊ីចំណីវាមិនមែនទុកចោលដូចត្រីផងយើងត្រូវការដូរទឹកវាត្រូវការថែសម្អាតលាងតង់វាត្រូវការចំណីជាចាំបាច់អញ្ចឹងយើងអត់អាចថាអត់ចំណាយដើមទុនទេសម្រាប់ការចាំកែបមួយចំណាយដើមទុនច្រើនសឹងថាច្រើនជាងមាន់ជាងទាទៀតណាអានឹងបើយើងលក្ខណៈថាយើងចំរៀងច្រើនតែបើយើងចំតិចតួចអីមកតង់2តង់100 200ឬក៏5 600ក្បាលកូនអីអាហ្នឹងវាមិនបញ្ហាទេវាយើងចំណាយតិចតួចទេហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងហើយបើសិនជាបងប្អូនត្រូវការមេពូជបង្កងឬក៏មេពូជខ្យងបឺអីគឺអាចតំណែងបងប្អូនបានអរគុណច្រើនជម្រាបលា